បាទទូទាំងនៃជនឥឡូវនេះយើងវិលមកជួបគ្នាម្ដងទៀតបាទវិលមកជួបការផ្សាយបន្តផ្ទាល់ម្ដងទៀតវគ្គនេះគឺវគ្គខ្ញុំត្រូវជួបជាមួយនឹងបេក្ខជនបេក្ខនារីបាទបេក្ខភាពដែលត្រូវចូលប្រកួតប្រជែងនៅថ្ងៃនេះបាទអញ្ចឹងទេខ្ញុំប្រហែលជាត្រូវរកសម្លេងបេក្ខជនរបស់យើងបេក្ខនារីរបស់យើងដែលត្រូវមកប្រកួតនៅទីនេះឲ្យច្រៀងគោកតែម្ដងបាទមិនមែនថាឲ្យច្រៀងគោកប៉ុន្តែបានបេក្ខជនរបស់យើងថាមិនដែលណាច្រៀងក្នុងទឹកទេបាទឥឡូវយើងច្រៀងគោកពិតប្រកបហ្មងបាទអញ្ចឹងទេចាំមើលខ្ញុំត្រូវជ្រើសរើសយកបេក្ខជនបេក្ខនារីណាមួយខ្ញុំមើលសិនមុខឲ្យតែញឹមស្រស់ខ្ញុំត្រូវយកមកបាទមុខតែក្រៀមដឹងស្រាប់ហើយតែកាលណាមកប្រកួតប្រជែងប្រឡងធ្វើមុខក្រៀមអានឹងដឹងធ្លាក់បាទអញ្ចឹងត្រូវសើចឲ្យហើយបាទអញ្ចឹងខ្ញុំត្រូវទៅជ្រើសរើសរកខាងបរោះមុនបាទឥឡូវមើលមុខសិនមួយណាចេះបាទអូបន្តិចនេះនៅចុចដើមគេបាទបងអូនអញ្ជើញមកពីខាងណាដែរបាទខ្ញុំបានជួយមកពីខាងព្រៃវែងខេត្តព្រៃវែងបងបាទខេត្តព្រៃវែងអញ្ចឹងមកប្រឡងនៅមណ្ឌលនៅភ្នំពេញនេះណាបាទបងបាទហើយបងអូនដឹងថាសមត្ថភាពរបស់ខ្លួនផ្ទាល់របស់បងអូនគិតថាអាចប្រកួតយកជ័យជំនះនៅក្នុងកម្មវិធី Cambodia Idol ដ៏ធំនេះមួយនេះទេបាទបើតាមសមត្ថភាពរបស់ខ្ញុំនឹងអាចធ្វើបានសង្ឃឹមថានឹងព្យាយាមធ្វើវាឲ្យបានបាទឥឡូវនេះទូទាំងនៃជនគេកំពុងទស្សនាគេកំពុងតែចង់ដឹងទឹកដមនៃសម្លេងរបស់អ្នកព្រៃវែងណាបាទឥឡូវតោះអូនសាកសម្លេងគោកបន្តិចមើលអូនជើញបាត់អីក៏បានដែរបាទអញ្ជើញបាត់ដែលប្រចាំតកូលគិតថាដាក់ទៅជាប់ហ្មងបាទមិនឲ្យដាក់ទៅជាប់ទ្វារទេបាទជើញបាទនឹកធ្លាប់សង្ឃឹមញញឹមជាប់ក្នុងបេះដូងថាបានរូបស្រស់នួនល្អងជាគូក្រងរៀងរហូតតែខុសការស្មានក្រុមយ៉ាងបានត្រឹមស្រមៃព្រោះតែបេះដូងស្រីប្រែពណ៌គ្មានអាល័យសោះបាទអរគុណបាទនេះបត់មានសង្ឃឹមណាអូនណាបាទមានសង្ឃឹមអញ្ចឹងជូនបងអូនឲ្យបានទទួលបានជោគជ័យណាបាទឥឡូវនេះខ្ញុំត្រូវជ្រើសរើសរកបេក្ខជនបេក្ខនារីបន្តទៀតបាទមិនដឹងទៅជួបអ្នកណាទេខាងនេះឃើញតែសក់អត់ឃើញមុខបាទនេះមើលចេះដូចជាប្លែកជាងគេក្មួយស្រីមើលងាកទៅមើលទូទាំងនៃជននៅនោះគេកំពុងមើលពេញពិភពលោកបាទក្មួយស្រីមើលពីក្រោយដូចសក់សេះប៉ុន្តែមុខស្អាតបាទអញ្ចឹងបែបនេះញឹមសក្មួយស្រីសង្ឃឹមក្នុងខ្លួនទេសង្ឃឹមតិចតួចមួយស្រីឈ្មោះអីខ្ញុំឈ្មោះម៉ូនិកបាទអាយុប៉ុន្មានហើយ19ឆ្នាំរៀនថ្នាក់ទីប៉ុន្មានចប់ទី12នៅរៀនឆ្នាំទី2បាទក្មួយស្រីនៅទីក្រុងភ្នំពេញឬក៏នៅតាមខេត្តភ្នំពេញផ្ទាល់បាទនៅភ្នំពេញផ្ទាល់ហើយក្មួយស្រីមកទីនេះក្មួយស្រីគិតថាចង់យកអាជីពជាអ្នកចម្រៀងណាចាបើចេះពីមុនមិនកំពុងប្រឡងតាមបៀកាដិនណាអូអត់ចំណូលចិត្តទេចង់បានកម្មវិធីមួយដែលល្បីនៅលើពិភពលោកឥឡូវមកដល់កម្ពុជាចង់បានកម្មវិធី Idol កម្មវិធី Idol ហ្នឹងហ៎ចាឥឡូវក្មួយស្រីចង់សាកសម្លេងតិចមើលឥឡូវទូទាំងនៃជនកំពុងទស្សនាការផ្សាយផ្ទាល់អ្នកនៅទីនេះក៏ចង់ដឹងឥឡូវនេះអ្នកនៅកំពុងទស្សនានៅគេដ្ឋាននោះកំពុងចង់ដឹងដែរថាណែមើលពូមួយនឹងអង្គុយខាងមុខនោះតែមុខស្អាតដែរអ្នកទស្សនានោះបាទអញ្ចឹងក្មួយស្រីគិតថាចង់យកបទអីមួយដើម្បីឲ្យទូទាំងនៃជនដឹងសម្លេងមុនពេលការប្រកួតចាប់ផ្ដើមនៅពេលខាងក្នុងខ្ញុំជ្រើសយកបទផឹកលួងខ្លួនឯងបាទខ្ញុំជ្រើសរើសយកបទផឹកលួងខ្លួនឯងបត់រងគ្រោះខ្លួនឯងហ៎ផឹកលួសខ្លួនឯងបាទនិយាយតិចពេកខ្ញុំនៅចិត្តស្ដាប់មិនបានចុះតម្រាំអ្នកនៅពងមើលទូនោះស្ដាប់មិនបានដែរអញ្ចឹងបាទពូជាធ្វើអីចង់ឲ្យបញ្ជាក់ឲ្យច្បាស់អញ្ចឹងហ្មងបាទហើយទឹកក៏មើលមុខគេពេកដែរនៅចិត្តខ្ញុំឯណាតែនៅចិត្តខ្ញុំរបស់ខ្ញុំហើយបាទអញ្ចឹងតោះក្មួយស្រីនិយាយលេងណាតោះអញ្ជើញក្មួយស្រីកាន់ក្បាលមីក្រូយកតែម្ដងកុំឲ្យថាពូកាន់ឲ្យខេញញ័រខំ5ចិនថាឈប់កិនតែង5ចិនថាបងទៅបានហើយសល់មនុស្សម្នាក់យំអិនស្បាយបងដឹងទេម្នាក់នោះគឺជាអូនបាទអរគុណគួយអរគុណណាស់បាទទោះបីថាជួនកាលពេលខ្លះ
ជួនកាលពេលខ្លះសំឡេងច្រៀងពេលនេះព្រោះប៉ុន្តែដល់ពេលមែនទែនធ្លាក់ហ្មងណាប៉ុន្តែពេលខ្លះនៅទីនេះអត់ព្រោះទេដល់ពេលចូលទៅនោះជាប់ហ្មងបាទអញ្ចឹងវាមានហេងមានសយមួយណាការប្រកួតប្រជែងអញ្ចឹងទេខ្ញុំចូលទៅខាងក្នុងលុកលុយទៅខាងក្នុងបន្តិចទៅនឹងប៉ះចំណាទេបាទឥឡូវនេះបងអូនណាមួយដែលចង់ស្ម័គ្រចិត្តមើលសិនឥឡូវមកជួបគ្នាបន្តិចបាទសុំ3នាក់ចង់ហើយនេះបាទបងអូនមើលអាវស្អីនេះឲ្យម៉ែវាទុកម៉ែវាមកជាមួយអីហ៎អូបងអូននេះតាយកប្រពន្ធមកប្រឡងជាមួយបាទឥឡូវមកបងអូនយើងមិនឥឡូវមិនចង់នេះអត់សบายចិត្តអត់ឥឡូវនេះសบายហីព្រោះមិញឮអ្នកណាប្រាប់ពីនោះមកតាដូចរៀងចង់ភ័យដាក់ខ្ញុំបាទឥឡូវនេះពូចង់ឲ្យបងអូនសាកសំឡេងរបស់បងអូនតិចមើលតែបងអូនឥឡូវទៅចិត្តជួចិត្តដល់ហើយណាបាទព្រោះឥឡូវយើងចូលទៅក្នុងបដាធ្វើតិចលេងក្តៅហ่ะបាទឥឡូវបងអូនដែលមកទីនេះបងអូនសង្ឃឹមនៅក្នុងចិត្តទេបាទសង្ឃឹមបាទបងអូនសុកកំណើតនៅណានៅខេត្តកំពង់ចាមឲ្យពុកមាត់មិនអត់កោស្រឡាញ់ពេកបាទមិនថាអ្នកទុកពុកមាត់សិតតែចិត្តអាក្រក់អីមែនទេបាទអ្នកពុកមាត់ខ្លះស្លូតបូតមែនណាបើសិនជាមានស្អីក៏អត់ឲ្យគេដឹងដែរអញ្ចឹងណាឥឡូវនិយាយលេងអូនណាបាទឥឡូវចេះបងចង់ដឹងព្រោះឥឡូវអ្នកទស្សនានៅខាងក្នុងនៅក្នុងប្រទេសនិងក្រៅប្រទេសនោះកំពុងទស្សនាការផ្សាយផ្ទាល់របស់ទូហងមាសបាទអញ្ចឹងឥឡូវបងអូនចង់បង្ហាញពីទឹកដមរបស់បងអូនបន្តិចបាទមុនពេលដែលបងអូនចាប់ដើមប្រកួតជាផ្លូវការនៅខាងក្នុងបាទតោះអូនចង់ដាក់បទអីបទលោកព្រាបសវត្តទេបាទឥឡូវបទព្រាបសវត្តហ្នឹងបទអីខ្ញុំច្រៀងជំនួសវិញឥឡូវបាទចង់ភ្លេចចំណងជើងនឹកមនុស្សម្នាក់ដែលខ្ញុំបានចោលនាងនៅនឹងអ្នកផ្សេងអូខេណាបាទតោះចាំមើលនឹកមនុស្សម្នាក់ហ្នឹងមិនទៅបាទជឿស្ដាប់បទចម្រៀងឮតែគេច្រៀងពីរឿងស្នេហាស្ដាប់ចំតែបទឈឺផ្សានឹកដល់រឿងខ្លួនឯងរឿងពិតធ្វើផ្លេចមិនជឿបែរជារឿងដែលគេសំដែងរឿងរ៉ាវស្នេហាជាក់ស្ដែងមិនដូចរឿងនេះទៀននឹកមនុស្សម្នាក់មកដល់ពេលនេះគេមិនជប់ស្រឡាញ់ខ្ញុំសុំទូផងដែលបងធ្វើឲ្យអូនយំតែម្នាក់ឯងបាទសំឡេងដូចជាចង់ស្តៀងដែរពីសវត្តហើយបើខ្ញុំវិញខ្ញុំបើខ្ញុំច្រៀងវិញស្ដាយចិត្តគំនិតដែលស្រឡាញ់ស្រីចុកឈាមនៅបៃលិនហ្នឹងបាទឥឡូវនេះអរគុណទូទាំងជនដោយសារតែខ្ញុំចង់ដឹងព្រោះសូមអធិស្ឋានគេលោកបេក្ខជនបេក្ខនារីទាំងអស់ថាអត់មកជួបខ្ញុំផងបាទដោយសារតែពេលវេលាបាទអញ្ចឹងខ្ញុំចង់ដឹងពីទឹកចិត្តរបស់បងប្អូនទាំងអស់ដែលមកប្រកួតនៅទីនេះគិតថាសង្ឃឹមថានឹងជាប់ទាំងអស់គ្នាចុះប៉ុន្តែនឹងយកទៅដាក់កន្លែងណាថាមកជាប់ទាំងអស់គ្នាបាទអញ្ចឹងទេឥឡូវនេះដើម្បីចង់ដឹងថាតើទស្សនវិជ្ជានៅខាងក្នុងមានទស្សនវិជ្ជាយ៉ាងណាហើយក្រុមការងាររបស់យើងធ្វើកិច្ចការយ៉ាងម៉េចខ្លះជួបជាមួយនឹងលោកវិបុលនិងនិមលបន្តទៀតបាទសូមអញ្ជើញបាទសូមអរគុណដល់លោករដ្ឋីដែលបានធ្វើបទសម្ភាសន៍ជាមួយនឹងបេក្ខជនបេក្ខនារីដែលនៅខាងក្រៅហើយជាពិសេសឃើញថាគាត់បានបញ្ចេញនៅសម្លេងនៅសម្រៀងរបស់គាត់ដើម្បីត្រៀមលក្ខណៈជូនទៅដល់គណៈកម្មការនៅខាងក្នុងចាប៉ុន្តែឥឡូវនេះយើងខ្ញុំទាំងពីរនាក់បានមកដល់ក្នុងសាលហើយប៉ុន្តែយើងក៏លេងទៅខាងក្រៅអំបញ្ញមិញវិញចាទោះបីជាឥឡូវនេះអាកាសធាតុចាប់ផ្ដើមក្តៅក៏ពិតមែនហើយមានការតម្រង់ជួរគ្នាច្រើនយ៉ាងកកពីសំណាក់បេក្ខភាពទាំងអស់យ៉ាងណាក៏ដោយអ្នកទាំងអស់គ្នានៅតែមានទឹកចិត្តស្នាមញញឹមទាំងអស់ពីព្រោះថាទោះបីជាហូរញើសរបស់គាត់កំពុងតែហូរមែនប៉ុន្តែស្នាមញញឹមរបស់គាត់គឺអត់ព្រមបញ្ឈប់ទេចានេះហើយគឺជាការបញ្ចេញនៅមោទនភាពរបស់គាត់ដែលគាត់អាចក្លាយទៅជាបេក្ខភាពមួយរូបនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកហើយបើយើងសម្លឹងទៅលើបេក្ខជនបេក្ខនារីទាំងអស់គឺគាត់បានស្លៀកពាក់ត្រៀមលក្ខណៈបាទមានបងប្អូនខ្លះហ្នឹងគាត់មិនមែនបានតែក្នុងរាជធានីភ្នំពេញទេគឺគាត់មានតាមមកពីតាមបណ្ដាខេត្តហើយអញ្ចឹងមានបងប្អូនខ្លះហ្នឹងក៏គាត់បានស្នាក់នៅផ្ទះបងប្អូនមួយយប់ឬក៏ពីរយប់ដើម្បីត្រៀមលក្ខណៈបញ្ចេញនៅទឹកដមសំនៀងនេះហើយជាការដែលខំប្រឹងតស៊ូរបស់ពួកគាត់ហ
ហើយទន្ទឹមនឹងនេះក៏សង្ឃឹមថាពួកគាត់នឹងបញ្ចេញនៅសម្លេងរបស់គាត់តាមសមត្ថភាពរបស់គាត់ហើយទទួលបានជោគជ័យឆ្លងផុតនៅក្នុងវគ្គ producer edition នេះដើម្បីឆ្លងទៅក្នុងវគ្គមួយទៀតគេហៅថាវគ្គ judge edition ដែលជួបជាមួយនឹងគណៈកម្មការដែលសុទ្ធតែជាកម្ពុជាតារាចម្រៀងទាំង4រូបនៅក្នុងប្រជាជាតិកម្ពុជាចាទស្សនិកជនជាទីគោរពនិងជាទីមេត្រីលោកនាងក៏ប្រហែលជាកំពុងតែមានការងើយឆ្ងល់ថាបេក្ខភាពរបស់យើងតម្រង់ជួរនេះដើម្បីបំពេញលក្ខខណ្ឌអីខ្លះដែរឥឡូវនេះនាងខ្ញុំសូមបញ្ជាក់ជូនទៅដល់លោកអ្នកត្រួតដែលហៅថាយើងមានការចូលរួមពីសំណាក់បេក្ខភាពរហូតដល់រាប់ពាន់អ្នកឯណោះដូច្នេះក្រុមការងាររបស់យើងបានព្យាយាមសម្រួលការធ្វើចរាចរណ៍នៅទីនេះផ្ទាល់តែម្ដងចាយើងមានការតម្រង់ជួរគ្នានៅខាងក្រៅសាលហើយឥឡូវនេះមានបេក្ខជនខ្លះក៏គាត់អាចចូលមកដល់ក្នុងសាលបានហើយតាមរយៈការតម្រង់ជួររបស់គាត់បន្ទាប់មកទៀតយើងមានតុកដែលជាក្រុមការងាររបស់យើងកំពុងតែត្រៀមខ្លួនដើម្បីបដូរជាមួយនឹងលេខកូដសម្គាល់របស់ពួកគាត់ចាបើសិនជាយើងសរុបឡើងវិញអំពីដំណើរការនៃការដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol គឺងាយស្រួលហើយក៏ដោយតែខ្ញុំបានជម្រាបជូនទៅដល់បេក្ខជនបេក្ខនារីជាពិសេសគឺបងប្អូនទាំងអស់ថាដំបូងឡើយគឺបេក្ខជនបេក្ខនារីទាំងអស់ត្រូវស្វែងរកពាក្យដែលខ្ញុំបានជម្រាបគឺទីតាំងធំបាទសំខាន់ចំនួន3បាទទី1នោះគឺក្រុមហ៊ុនហងមាសវីដេអូដែលមានអាស័យដ្ឋាននៅជិតផ្សាររស័យហើយនៅគ្រប់ទីកន្លែងហើយទី2នោះគឺស្ថានីយ៍ប្រេងឥន្ធនៈតេឡាហើយនិងទី3ហ្នឹងគឺក្រុមហ៊ុន Motion Studio អញ្ចឹងបន្ទាប់ពីពួកគាត់ដែលជាបេក្ខជនបេក្ខនារីបានទទួលពាក្យសម្រាប់បំពេញក្នុងកម្មវិធី Cambodian Idol ហើយគាត់ត្រូវយកពាក្យមកដាក់ចូលរួមនៅតាមស្ថានីយ៍ដែលគាត់បានជាវពាក្យនេះហើយរងចាំដើម្បីឲ្យក្រុមការងាររបស់យើងខ្ញុំដើម្បីទូរស័ព្ទដើម្បីជួបហើយនឹង call មកដើម្បីណាត់ជួបហើយអ្វីដែលសំខាន់នៅពេលដែលគាត់មកដល់កន្លែងទីតាំងហ្នឹងហើយគាត់ត្រូវរងចាំដើម្បីទទួលនៅគេហៅថាលេខកូដសម្គាល់អញ្ចឹងដែលនៅទស្សនវិជ្ជាខាងក្រៅនេះគឺជាបេក្ខជនបេក្ខនារីដែលគាត់ទទួលបានលេខកូដសម្គាល់ខ្លួនហើយរងចាំចូលដើម្បីជួបក្រុមការងារដើម្បីយកក្រុមការងាររបស់យើងនាំជូនទៅដល់ក្នុងបន្ទប់ដើម្បីរងចាំបាទហើយសូមជម្រាបជូនថានៅក្នុងសាលនៃកោះពេជ្រនេះបាទសាលកោះពេជ្រនេះគឺបន្ទប់សម្រាប់ធ្វើតេស្តសម្លេងដល់បេក្ខជនបេក្ខនារីរហូតដល់6បន្ទប់ឯណោះដើម្បីបង្កើននូវភាពងាយស្រួលបានន័យថាក្នុងរយៈពេលមួយពេលម្ដងហ្នឹងគឺបាន6បេក្ខជនបាទបន្ទាប់ពីបេក្ខជនបេក្ខនារីគាត់ធ្វើតេស្តសម្លេងហើយបញ្ចប់ហើយហ្នឹងគឺគាត់ត្រូវឆ្លងមួយទៀតបាទចូលទៅដល់ការសម្ភាសជាមួយនឹងបេក្ខជនបេក្ខនារីយើងទៀតបាទជាមួយនឹងក្រុមការងាររបស់យើងចាបាទដូចដែលយើងធ្លាប់និយាយជូនទៅដល់ទស្សនិកជនអញ្ចឹងចាតាមរយៈការបកស្រាយរបស់យើងខ្ញុំទាំងពីរនាក់ពីព្រោះថាប្រសិនបើយើងក៏លេចមើលឲ្យជាក់លាក់តែម្ដងបេក្ខជនឬក៏បេក្ខនារីគាត់ចំណាយពេលវេលាក្នុងការប្រឡងដូចជាត្រឹមតែ2ឬក៏3នាទីទេអាចសម្រេចនូវគោលបំណងរបស់គាត់បានហើយថាមិនត្រូវចាការចំណាយពេលវេលារបស់លោកអ្នកត្រឹមតែប៉ុណ្ណេះអាចបំពេញនៅមហិច្ឆតាដែលយើងចង់បានចង់ខ្លាយទៅជាកម្ពុជាតារាចម្រៀងមួយរូបដែលមានឈ្មោះបោះសម្លេងនៅក្នុងប្រទេសកម្ពុជាចាហើយមានការទទួលស្គាល់ពីសំណាក់ពុកម៉ែបងប្អូននៅតាមបណ្ដាប្រទេសផ្សេងជាច្រើនទៀតផងដែរចាហើយនៅពេលដែលពួកគាត់បានន័យថាជាប់បើសិនជាគាត់ជាប់នៅក្នុងវគ្គ producer edition ការជំនួសដំបូងនេះទៅគាត់ត្រូវចូលវគ្គម្ដងទៀតគឺគេហៅថាវគ្គ judge edition ដែលជួបជាមួយនឹងគណៈកម្មការទាំង4រូបឥឡូវនេះបំបញ្ញមិញគឺប្រិយមិត្តទូរទស្សនិកជនបានស្ដាប់នៅទឹកដមសំឡេងរបស់បេក្ខជនបេក្ខនារីខ្លះនៅខាងក្រៅជាមួយនឹងលោកទីឥឡូវចង់ដឹងថាខាងក្នុងមានបេក្ខជនបេក្ខនារីគាត់មានសំឡេងពីរោះយ៉ាងណាខ្លះគាត់បានត្រៀមលក្ខណៈអ្វីខ្លះហើយអារម្មណ៍របស់គាត់មិនដែរបន្ទាប់ពីគាត់តម្រង់ជួរគ្នានៅខាងក្រៅយ៉ាងកកកុញចាឥឡូវនេះគាត់មកដល់ក្នុងសាលហើយជាមួយនឹងយើងខ្ញុំចាតែម្ដងមកខាងនេះសិនចាបាទឥឡូវសុំជើញមកណាបាទជំរាបសួរអូនចាជំរាបសួរអូនចាបាទអត់ទោសឈ្មោះអូនដែរឈ្មោះអីដែរឈ្មោះខ្ញុំភេងគង់បងគង់ណាចាគង់រងចាំយូរទេការដែលប្រឡងនៅក្នុងមណ្ឌលទីក្រុងភ្នំពេញនេះអូនបាទខ្ញុំគិតថាពេលវេលាប៉ុណ្ណឹងគឺអត់យូរទេអត់យូរទេណាចាអូនជើញមកតាំងម៉ោងប៉ុន្មានដែរខ្ញុំមកតាំងពីម៉ោង7ព្រឹក7ព្រឹកចាអត់យូរទេពីព្រោះថាមានបេក្ខជនខ្លះគាត់អញ្ជើញមកដល់តាំងពីម៉ោង5កន្លះក៏មាន6ក៏មានចានេះហើយគឺជាការសម្រេចគោលបំណងរបស់គាត់ចាឥឡូវខាងក្រៅនេះមានការសម្ភាសហើយការបញ្ចេញនៅសម្លេងរបស់បេក្ខជនបេក្ខនារីនៅខាងក្រៅឥឡូវសម្រាប់បងអូនថ្ងៃនេះបានត្រៀមនៅបទចម្រៀងអីដែលត្រូវផ្ដល់ជូនទៅដល់គណៈកម្មការរបស់យើងថ្ងៃនេះខ្ញុំយកបទបេះដូងអ្នកប្រដាល់បងបេះដូងអ្នកប្រដាល់ចាអាចប្រហើបតិចបានទេចាបានចាអូខេជូនណាមួយបន្តិចទេបាទបន្តិចទេបាទបន្តិចទេចាច្រើនជូនទៅខាងទុកកន្លែងពិសេសចា1 2 3ដើមឈុកដាច់បាក់គង់មានសរសៃបេះដូងអាល័យនិស័យពុកម៉ែដាក់ទៀនមិនអាចភ្លេចបានឈឺចាប់ក្រំគ្រីនស៊ូនីរទេប្រានផ្សងព្រេងតឯងឯកាចាអរគុណអូ
ចាគួរឲ្យសរសើរបាទសាកសមជាបេក្ខជននៅក្នុងកម្មវិធី Cambodian Idol ចាបាទអញ្ចឹងជូនពរណាបងណាបាទសូមបន្តចាឲ្យជោគជ័យនៅណាក្នុងថ្ងៃនេះចាបាទចាទស្សនិកជនជាទីមេត្រីក្រៅពីសមត្ថភាពពិតប្រាកដរបស់យើងហើយប្រសិនបើបេក្ខជនឬក៏បេក្ខនារីមិនមានភាពក្លាហានក្នុងការជឿជាក់លើសមត្ថភាពខ្លួនឯងទេអញ្ចឹងគាត់ក៏អត់អាចធ្វើបានល្អដែរតួយ៉ាងដូចជាលោកមេធាវីគាត់បានសម្ភាសខ្លះៗជាមួយនឹងបេក្ខជននៅខាងក្រៅហើយចាម្នាក់គឺគាត់មានការជឿជាក់លើខ្លួនឯងអញ្ចឹងការបញ្ចេញសម្លេងរបស់គាត់គឺពោពេញទៅដោយកម្លាំងដូចគ្នាចាឥឡូវនេះយើងទៅបន្តជួបជាមួយនឹងបេក្ខជនជាបន្តទៀតបាទបេក្ខជនឬក៏បេក្ខនារីរបស់យើងបាទខាងណាចេះខាងមុខហ្មងបាទចាបាទសួស្ដីអូនមើលទៅខាងបេក្ខជនខាងនេះគាត់កំពុងត្រៀមលក្ខណៈ3រងចាំចូលទៅផ្ទុកខាងក្នុងឈ្មោះដែរអូនត្រៃដូចបងត្រៃដូចចាធ្លាប់ប្រឡងកម្មវិធីប្រឡងចម្រៀងពីមុនណាចាបានន័យថាទោះបីជាគាត់មិនបានជ័យជំនះឬក៏ជោគជ័យការបរាជ័យនៅក្នុងវគ្គមុនមែនអាការពីប្រឡងពីមុនប៉ុន្តែឥឡូវនេះគាត់នៅតែបន្តទៀតបានន័យថាដួលហើយគាត់ក្រោកឡើងមកវិញដោយតែសម្ដីរបស់ពួកយើងបានជម្រាបជូនអញ្ចឹងថាយើងមិនត្រូវចោះចាញ់ទេនៅពេលណាដែលយើងបរាជ័យចាត់ទុកជាមេរៀនហើយនៅពេលដែលមេរៀនរបស់យើងទទួលបានច្រើនជាបទពិសោធន៍នោះថ្ងៃណាមួយយើងនឹងខ្លាយទៅជាអ្នកទទួលបានជោគជ័យអញ្ចឹងសម្រាប់អូនមានចំណាប់អារម្មណ៍យ៉ាងម៉េចខ្លះដែរជាមួយនឹងកម្មវិធី Cambodian Idol និយាយទៅខ្ញុំមានចំណាប់អារម្មណ៍ថាសប្បាយរីករាយដែលបានចូលរួមនៅក្នុងកម្មវិធី Cambodian Idol នេះផងដែរហើយឃើញណាមួយឃើញបេក្ខជនជាច្រើនដែលបានមកដាក់ពាក្យហ្នឹងឃើញថាសប្បាយផងចាសប្បាយអត់ភ័យទេណាចាមានមោទនភាពអត់អូនខ្លាយទៅជាតារាខ្លាយជាបេក្ខភាពមួយរូបនៅក្នុងកម្មវិធីរបស់យើងបែបនេះបាទបងបាទមានមោទនភាពលើខ្លួនឯងផងដែរបាទចាអញ្ចឹងបងសង្ឃឹមថាតិចទៀតបងអូននឹងធ្វើបានល្អណាការបញ្ចេញសមត្ថភាពរបស់យើងចាអរគុណច្រើនអូនចាអរគុណបាទជូនពរបងណាឲ្យបានទៅជោគជ័យនៅក្នុងកម្មវិធី Cambodian Idol យើងប្រហែលជាសម្លឹងមើលរកបេក្ខនារីចាបេក្ខនារីអាចបេក្ខនារីនេះឈរបងបាទបងសុំជឿមកខាងនេះមកបាទមកបន្តិចមកបាទសួស្ដីបាទអរគុណបាទឈ្មោះអីដែរអូនឈ្មោះអីដែរអូនឈ្មោះច័ន្ទលេងចាច័ន្ទលេងយុម៉ានដែរអូនឆ្នាំហ្នឹង22ណាចាច័ន្ទលេងយល់ឃើញមិនដែរជាមួយនឹងកម្មវិធី Cambodian Idol គាត់ថាវាអស្ចារ្យណាចង់ខ្លាយទៅជាបេក្ខភាពមួយរូបដែរចាជឿជាក់លើខ្លួនឯងប្រហែលភាគរយដែរថ្ងៃនេះ70%អូខេឥឡូវបងឲ្យ15លោកវិបុលឲ្យ15ទៀត30អញ្ចឹងគ្រប់100ណាចាចំណាយបងអូនថ្ងៃនេះយកបទអីមកប្រឡងនៅក្នុងកម្មវិធីចាប់ផ្ដើមដំបូងបទកញ្ញាអស្គងកញ្ញាឆ្លើយសំណួរអូនសិនបាទមិញហ្នឹងបេក្ខជនយើងបានបញ្ចេញសំនៀងហើយឥឡូវសូមឲ្យបងអូនស្រីបញ្ចេញសលេងបន្តិចដើម្បីឲ្យផ្ទះសនិកជនយើងតាមគេដ្ឋានគាត់ស្ដាប់មើលតើសំលេងរបស់ខាងបេក្ខនារីនៅក្នុងកម្មវិធី Cambodian Idol ហ្នឹងគាត់អស្ចារ្យឬក៏ដូចប្រៀបធឹមនឹងស្មើនឹងបេក្ខជនអត់ហើយសូមអញ្ជើញណាបងណា1 2 3ភ្លើងស្នេហ៍ដល់ពេលខាន់ใจចង់បែកបងចង់ដើរផ្លូវផ្សេងផ្លូវត្រង់ត្រូវបងវាយវងវិញស្រំតែលែងដៃខំស្រឡាញ់ដោយស្មោះគេបងចាទុំខ្ញុំនៅតែតឲ្យរងរីងរៃបងមកលីអូនមួយម៉ាន់បងសៀមស្ងាត់ទៅគ្មានអាឡ័យហេតុអ្វីត្រូវបែកគ្នាអរគ្នាចាអស្ចារ្យមែនតើបាទអាចស្មើនឹងនិមលបានហើយមើលទៅចាទស្សនិកជនដែលកំពុងទស្សនាការផ្សាយផ្ទាល់ពិសេសពីកម្មវិធីរបស់យើងចាដែលហេតុថាយើងមានបេក្ខភាពចូលរួមរហូតដល់ 4000 នាក់ហើយចានៅមានបន្តទៀតចាសូមបញ្ជាក់ជូនទៅដល់លោកអ្នកផងដែរថាកម្មវិធីរបស់យើងមិនមែនថាបំផុលទឹកចិត្តយុវវ័យរបស់យើងដើម្បីឲ្យងាកចូលមកក្នុងវិស័យចម្រៀងដើម្បីបោះបង់ការសិក្សាទេពីព្រោះថាបងប្អូនភាគច្រើនកំពុងតែស្ថិតនៅក្នុងវ័យការសិក្សាប៉ុន្តែយ៉ាងណាមិញកម្មវិធីរបស់យើងបែរជាបានទាញនៅការយល់ឃើញថ្មីមួយបែបទៀតចាការចេះប្រើពេលវេលាដ៏ពិតប្រាកដរបស់ពួកគាត់ក្រៅពីការសិក្សាអញ្ចឹងគាត់អាចរំហែនៅអារម្មណ៍របស់គាត់តាមរយៈការបង្ហើរនៅសម្លេងរបស់គាត់តែគាត់មានទេពកោសល្យផ្ទាល់ខ្លួនចាជៀសវាងដែលយើងយកពេលវេលាទៅសែបគប់នៅមិត្តភ័ក្តិដែលមិនល្អក៏ដូចជាសែបគ្រឿងញៀននៅរឿងអបាយមុខផ្សេងដែលសង្គមស្អប់ខ្ពើមចាឥឡូវនេះយើងទៅជួបជាមួយនឹងបេក្ខជនបេក្ខនារីជាបន្តទៀតអំពីអារម្មណ៍ជាពិសេសតើនៅពេលដែលគាត់ដាក់ពាក្យចូលរួមហ្នឹងទឹកចិត្តឬក៏អារម្មណ៍របស់ឪពុកម្ដាយរបស់គាត់ឪពុកម្ដាយរបស់គាត់គាត់យល់ឃើញយ៉ាងណាខ្លះគាត់ជ្រុំជ្រែងឬក៏គាត់ថាមិន
គួរទៅប្រឡងតែកូនចាខ្ញុំជឿថាក្នុងនោះក៏ក្រៅពីបេក្ខជនបេក្ខនារីដែលគាត់មានឪពុកម្ដាយដែលគាត់ឲ្យចូលរួមហើយក៏មានពុកម្ដាយមួយចំនួនគាត់ក៏ហៅថាមិនពេញចិត្តដែរចាចិត្តអញ្ចឹងឥឡូវជួបជាមួយនឹងខាងបេក្ខនារីខាងនេះបាទអូនស្រីបាទសុំជួយមកខាងមុខមកបងឈ្មោះអីដែរអូនសួស្ដីអូនចាសួស្ដីបងចាឈ្មោះអីដែរអូនខ្ញុំឈ្មោះសៃណុចសុភូមិឬមួយក៏នៅភ្នំពេញបងនៅណាដែរខ្ញុំនៅភ្នំពេញបងនៅភ្នំពេញចាសៃណុចចង់ប្រឡងកម្មវិធីរបស់បងកម្មវិធី Cambodia Idol យូរហើយនៅអូនពីព្រោះថាយើងបានផ្សព្វផ្សាយរយៈពេលយូរហើយដែរចាខ្ញុំចង់យូរតាំងពី The Voice មកបងអូចាអញ្ចឹងបានន័យថាការទន្ទឹងរង់ចាំការជឿទុកចិត្តពីសំណាក់ក្រុមការងាររបស់យើងគឺមានច្រើនណាចាចុះបើសិនបើយើងគ្រាន់តែចាប់ផ្ដើមកូនគំនិតមួយថាចង់ប្រឡងមានសួរប៉ាម៉ាក់អត់សួរដែរបងសួរឲ្យប៉ាម៉ាក់ថាម៉េចគាត់ចាតាមគាត់ថាអត់សូវតែគាត់ថាផ្ដល់កម្លាំងចិត្តឲ្យខ្លាំងហើយលក្ខណៈគាត់អត់ចង់លើកទឹកចិត្តខ្ញុំខ្លាំងពេកខ្លាចខ្ញុំនឹងភ្លេចការសិក្សាមែនទេថាមានអំនួតណាអូចាចេះឥឡូវបើសិនជាឪពុកម្ដាយដែលគាត់មិនសូវជាចង់ឲ្យប្អូនអារម្មណ៍របស់គាត់ចង់ឲ្យប្អូនប្រឡងហើយមូលហេតុអីបានឃើញវត្តមានប្អូននៅទីនេះជាការជំនះជាមួយនឹងឪពុកម្ដាយហើយគាត់ខឹងគាត់យើងព្យាយាមបញ្យល់ចាតាមពិតឪពុកម្ដាយខ្ញុំគាត់ចង់ឲ្យខ្ញុំមកដែរគាត់ថាគាត់អត់សង្ឃឹមលើសមត្ថភាពខ្ញុំខ្លាំងហ្មងនេះគាត់ថាខ្ញុំប្រហែលជាដឹងអាចទៅរួចអត់ទេណាចាព្រោះមានគេខ្លាំងច្រើនចាមើលទៅមានមនុស្សច្រើននេះប្រហែលជាមានអ្នកខ្លាំងច្រើនខ្ញុំថាខ្ញុំអាចជាប់ឬក៏ធ្លាក់បានចាចុះចំពោះប្អូនយល់ឃើញដូចគាត់អត់មានការព្រួយបារម្ភច្រើនអញ្ចឹងអត់មានបងដូចមានចាប៉ុន្តែយើងនៅតែមោះមុតក្នុងការប្រឡងនេះណាចាយ៉ាងណាក៏ដោយវត្តមានរបស់សៃណុចនៅពេលនេះហាក់បីដូចជាបានឆ្លងកាត់នៅឧបសគ្គច្រើនហើយដែរពីព្រោះថាយើងបានជំនះទឹកចិត្តដែលយើងមានការព្រួយបារម្ភពីព្រោះថាវត្តមាននៅថ្ងៃនេះគឺជាវត្តមានដ៏អស្ចារ្យហើយចាអរគុណច្រើនណាបងណាបាទសូមបងស្រីមួយរូបទៀតបាទឪពុកម្ដាយដឹងទេបងឈ្មោះអីដែរមុនឆ្លើយមកឈ្មោះអីដែរអូនឈ្មោះសេពៅបងសេពៅមកប្រឡងហ្នឹងឪពុកម្ដាយដឹងអត់ដឹងដឹងណាហើយមានអីចង់និយាយទៅកាន់ឪពុកម្ដាយរបស់បងប្អូនស្រីហើយជាពិសេសគឺបងប្អូនដែលកំពុងតែទស្សនាដែលអ្នកគ្រប់គ្រងបងប្អូនស្រីមានអីចង់និយាយទៅប្រាប់គាត់ទេចង់ប្រាប់ថាដំបងប៉ាម៉ាក់ខ្ញុំគាត់អត់យល់ព្រមទេប៉ុន្តែដោយសារតែការបញ្យល់របស់ខ្ញុំទៅកាន់គាត់ក៏បានយល់ព្រមឲ្យខ្ញុំមកប្រកួតប្រជែងនៅក្នុងកម្មវិធី Cambodia Idol នេះចាសង្ឃឹមបងសង្ឃឹមណោះចាឥឡូវសន្យាទៅកាន់ប៉ាម៉ាក់ក៏ដូចជាមិត្តភ័ក្តិបងប្អូនដែលជំរុញថាឥឡូវនេះកូនមានវត្តមាននៅពេលបន្តិចទៀតនេះកូនប្រឡងហើយចាអញ្ចឹងកូនព្យាយាមធ្វើអស់ពីសមត្ថភាពមានពាក្យពេចន៍អីនិយាយទៅកាន់ពួកគាត់អត់កូនចង់ប្រាប់ទៅប៉ាម៉ាក់ថាកូននឹងយកចេះលេខលេខ1ទៅកាន់ឲ្យប៉ាម៉ាក់មើលឲ្យបានអូអរគុណអរផ្ទះដៃជូនគាត់មួយបងប្អូនទាំងអស់គ្នាបាទគាត់សន្យាថាគាត់នឹងយកជ័យលាភីឲ្យបានបាទចំណាត់ថ្នាក់លេខ1កាន់ពៀនកាន់លុយ100លានកាន់កុងត្រាជាមួយផលិតកម្មរស្មីហងមាសទៅបានជូនឪពុកម្ដាយប៉ុន្តែបានឬក៏មិនបានអាស្រ័យទៅលើសមត្ថភាពរបស់គាត់ទៀតគាត់នឹងបានដឹងហើយអរគុណច្រើនអូនណាអរគុណច្រើនចាអរគុណតាមពិតទៅជាឱកាសនេះយើងខ្ញុំទាំងអស់គ្នាដែលជាក្រុមការងារនៅក្នុងកម្មវិធី Cambodia Idol ទាំងមូលចាក៏សូមអរគុណទៅដល់អាណាព្យាបាលទាំងអស់ចាដែលបានយល់ព្រមជាមួយនឹងការបង្ហាញនៅទឹកចិត្តរបស់បុត្រធីតារបស់អស់លោកអ្នកតាមពិតទៅយើងគួរតែសរសើរនៅទឹកចិត្តក្លាហានរបស់ពួកគាត់ប្រសិនបើយើងក៏លេខទៅតាមបណ្ដាប្រទេសផ្សេងមិនថាតែក្មេងតូចក្មេងធំទេចាគេមានសមត្ថភាពនិងភាពជឿជាក់សេចក្តីក្លាហានរបស់គេច្រើនមែនទែនតាមធម្មតាបើសិនបើមនុស្សយើងមានភាពក្លាហានអញ្ចឹងយើងធ្វើការងារអីក៏រលូនទៅតាមនឹងដែរចាបាទអរគុណមកប្រិយមិត្តទូរទស្សនិកជននេះគឺជាសកម្មភាពដំណើរការនៃការដាក់ពាក្យចូលរួមដំណើរការនៃការចូលប្រឡងរបស់បេក្ខជនបេក្ខនារីគ្រាន់តែជាសកម្មភាពដំបូងនៅក្នុងកម្មវិធី Cambodian Idol វគ្គ Producer Edition សូមជម្រាបជូនថាកម្មវិធីលំដាប់ពិភពលោកដែលទទួលបានសិទ្ធិដាច់មុខតែមួយគត់ដោយទូរទស្សន៍ហងមាស HD TV នេះគឺមានកម្មវិធីនៅក្នុងវគ្គជាច្រើនហើយនៅក្នុងវគ្គ Live Show នេះក៏មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ហងមាស HD TV ហើយរងចាំមើលតើទឹកប្រាក់100លានរៀលហើយជាខ្លាយជាតារាចម្រៀងកងត្រាប្រចាំផលិតកម្មរស្មីហងមាសបានទៅលើបេក្ខជនបេក្ខនារីរូបណាជាអ្នកនៅក្នុងរាជធានីភ្នំពេញឬមួយក៏ជាអ្នកនៅតាមបណ្ដាខេត្តអរគុណច្រើនបាទប្រិយមិត្តទូរទស្សនិកជនក្នុងពេលនេះពីកម្មវិធីសូមពេលអនុញ្ញាតសម្រាប់បន្តិចសិនបាទ